ជំរាបសួរបងប្អូនទាំងអស់គ្នាតើឥឡូវយើងវិលត្រឡប់មកជួបគ្នាជាមួយនឹងវីដេអូបន្តទៀតសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងកម្មវិធីមួយដែលអាចជួយឲ្យបងប្អូនទាំងអស់គ្នាថតរូបបានស្អាតហើយមានជម្រើសច្រើនជាងមុនអញ្ចឹងតើកម្មវិធីនឹងឈ្មោះអីហើយយើងធ្វើម៉េចតើឥឡូវយើងចូលទៅមើលវីដេអូខ្ញុំទាំងអស់គ្នាតើអញ្ចឹងបងប្អូនបើកកម្មវិធី App Store របស់យើងមកអញ្ចឹងបងប្អូនចុចកន្លែង search បន្តមកទៀតបងប្អូនវាពាក្យថា DA នេះនៅខាងលើគេនេះបងប្អូនដាក់ cam នេះបងប្អូនចុចខាងលើគេនេះមកបាទបន្ទាប់ពីវិញហើយបងប្អូនអូសឡើងលឿនបន្តិចបងប្អូនចុច download មកកម្មវិធីនេះវាដាក់ឈ្មោះថា DA Cam Vintage Camera Photo Filter Video Effects អញ្ចឹងបងប្អូនធ្វើការ download មកបាទអញ្ចឹង download មកចាំវាដើរពេញខ្ញុំនឹងចូលទៅបង្ហាញបងប្អូនទាំងគ្នាតែម្ដងជាស្រ័យបងប្អូនអ៊ីនធឺណិត Wi-Fi រៀង slow អញ្ចឹងខ្ញុំសូមបើកអ៊ីនធឺណិតខ្ញុំវិញបាទអញ្ចឹងពេញហើយបងប្អូនបាទបន្ទាប់ពីពេញមកបងប្អូនចុច open មក open ហើយដល់ត្រង់ចំណុចនេះបងប្អូនចុចពាក្យ allow បាទជាស្រ័យបងប្អូននេះដោយសារតែខ្ញុំនៅក្នុងបន្ទប់ខ្ញុំអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនចុចលើរូបកាមេរ៉ានេះមកបងប្អូនអាចធ្វើការជ្រើសរើសរូបកាមេរ៉ាដែលបងប្អូនអាចធ្វើការចង់ថតបងប្អូនស្រឡាញ់ប្រភេទកាមេរ៉ាមួយណាបងប្អូនរើសមួយហ្នឹងទៅឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកកាមេរ៉ាប្រភេទកាមេរ៉ាមួយនេះចាស់ណាអត់បានណាវាឲ្យអញ្ចឹងខ្ញុំយកមួយនេះហើយយើងចុចកន្លែងមកតោះមកយើងអាចរើសនេះពេលយប់អញ្ចឹងអត់សូវដឹងទេបងប្អូនតែបើពេលថ្ងៃធានាថាញាក់សាច់បងប្អូនណាតែយើងអាចធ្វើការជ្រើសរើសកាមេរ៉ាដែលយើងស្រឡាញ់ដែលបងប្អូនចូលចិត្តទៅហើយបងប្អូនធ្វើការថតទៅបាទនឹងធានាឲ្យថាកម្មវិធីនេះគឺល្អសម្រាប់បងប្អូនដែលចូលចិត្តធ្វើការថតរូបហ្នឹងហើយដូចជាកម្មវិធីនេះក៏បានដែរកាមេរ៉ាមួយនេះក៏បានដែរចុចនេះមកហើយចុច allow នេះសម្រាប់ធ្វើការថតវីដេអូបងប្អូនអ្នកគ្នាយើងអាចរើសបានទៀតចុចយើងរើសយកមួយណាក៏បានដែរបងប្អូនតែបងប្អូនស្រឡាញ់ចូលចិត្តមកអត់អីទេហើយនៅត្រង់ចំណុចនេះបងប្អូនអាចធ្វើការរើសទំហំអាឡៃ ratio នេះបងប្អូនអាចធ្វើការរើសទំហំរូបដែលបងប្អូនចង់ធ្វើការថតទៅយកទំហំរូបប៉ុន្មានអញ្ចឹងណាហ្នឹងហើយខ្ញុំគិតថាកម្មវិធីនេះល្អប៉ុន្តែនេះលក្ខណៈថាយើងប្រើ free ណាបងប្អូនបើអានេះវាអាចអស់លុយដែរតែយើងដល់មកប្រើ free ទៅអត់អីទេបងប្អូនណាហ្នឹងហើយអានេះoriginal របស់វាបាទខ្ញុំសូមសាកថតមកប៉ុស្តិ៍ទៅអូខេហ្នឹងអញ្ចឹងចុចលើរូបនេះវិញបាទបងប្អូនឃើញប្រភេទសាច់វាថតនៅពេលយប់គឺស្អាតប៉ុណ្្នឹងហើយដល់រំពេលថ្ងៃទៀតគឺញាក់សាច់តែម្ដងបងប្អូនណាហ្នឹងហើយអញ្ចឹងកម្មវិធីនេះមានប៉ុណ្្នឹងទេនេះកម្មវិធីនេះឈ្មោះនេះ DA Cam នេះបងប្អូនត្រូវទៅដោនតាមខ្ញុំទៅគឺរួចជាការស្រេចអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេហើយបើសិនជាមានចំណុចខ្វះខាតកន្លែងណាក៏សូមបងប្អូនអធិស្ឋានផងរាល់វីដេអូរបស់ខ្ញុំបើសិនជាមានចំណុចខុសឆ្គងអីបងប្អូនអាចធ្វើការ comment ដើម្បីអាចឲ្យខ្ញុំកែតម្រូវតាមក្រោយនឹងអរគុណយើងជួបគ្នាវីដេអូបន្តទៀតជម្រាបលា